โค้ละบางปอนมือเนี่ยมือเนี่ยเป็ดมือนี่ครูเป็ดจับเนี่ยจะเงือมือโอจับโอโจตัวเป็ดที่เราบอกบอลมือโอโจตัวเตี้ยมหาจุนตูกลมหึงกรอยสกรรมพิบขมินวิจิจิเวะระบบบกลักเป็ดไอกจุนมวยกันไหลได้ตรึกบานเจ้าประกันทาทัวซีจุนโรครูจีเนจุงือคลิปวิดีโอมวยบานบงไฮอมปีตรงเวิร์ดนังสกรรมพิบสเตรจบกลักเป็ดไอกจุนกองปงจับเดนสเตรมันเนี่ยโจขนมบรรทุกชิบาลนังปีครูจุงือเตียงบองคอมดำใบอดบองลุยกรอยเนี่ยจุงือรูปนู้ตรึกบานคลินิกไอกจุนมวยได้ตามสำเร็จเนี่ยทอดทานเนื้อหมดดมวัดเกียนแขลงสังกัดช่วยจงว่าคันช่วยจงว่าอริตนิปรมปิงได้บานโรงระบัวหาวตรึกบานโจลเตยสงครัวโดยเดประมวยทะเลจะทนำสปึกมวยมือจุลหนึ่งสโรมวยเปล่าบำบัดการช่วยจับในขนมตักประจุด$200อเมริกให้ประตบปิบจูสโรมนั่งจิตอ่ะไม่ก็เรียงอันชื่อก็ตีตะเตะเว้ยจังยมก็เฮาก็กัดลอยกัดไอตะเตะอย่างงั้นบองยมมาโยจังไปได้กัดลอยบองนั่งเวียมาร้อย$90.8กว่า$2ទៅ200จ้าចឹង6ថ្ងៃចិត្តអស់200จ้าអូ បើតាមស្ត្រីជាកូនរបស់ស្ត្រីអ្នកជំងឺខាងលើក្នុងការតវ៉ាប្រទាំងប្រទិសនាគ្រានោះបណ្ដាលឲ្យមានការខូចខាតសម្ភារៈពេទ្យនៅក្នុងគ្លីនិកឯកជននេះមួយចំនួនតូចតែត្រូវបានគ្រូពេទ្យស្ត្រីដែលអះអាងថាជាម្ចាស់គ្លីនិកឯកជនខាងលើដកហូតសម្ភារៈរបស់ជនរងគ្រោះមានដូចជាទូរស័ព្ទឯកសារមួយចំនួនរួមនឹងថ្នាំពេទ្យហើយបានខកខ្លួនស្ត្រីជាម្ដាយទុកដើម្បីជាស្នូឲ្យជនរងគ្រោះបងលុយនិងបងការខូចខាតសងទៅពេទ្យឯកជនឲ្យគ្រប់ចំនួនទើបអនុញ្ញាតឲ្យចេញពួកខ្ញុំតថ្ងៃហ្នឹងគាត់នៅតែអត់ព្រមតទៅអត់ព្រមទៅខាងខ្ញុំក៏អត់តន់ចេញបានទេដោយសារពួកគាត់ថាអត់តន់កាត់លុយអត់ឲ្យចេញបានទេចឹងម៉ែខ្ញុំនឹងអង្គុយនៅមុខហ្នឹងហាក្តៅដែរខ្ញុំក៏ថាបងឥឡូវមិនម៉ែខ្ញុំសុំឲ្យម៉ែទៅផ្ទះសិនទៅទុកខ្ញុំនៅហ្នឹងកាត់លុយបានអត់គាត់ថាអត់បានទេតតែកាត់លុយសិនហើយម៉ែខ្ញុំអត់តន់បានហូបបាយទេថាឥឡូវបងឲ្យគាត់ទៅផ្ទះហូបបាយសិនទៅអត់ព្រមអត់អីខ្ញុំក៏នៅហ្នឹងមកស្ទុះគាត់ឲ្យក្រុមការងារគាត់តាក់ទងទៅពេទ្យមេគាត់មួយទៀតមេគាត់ហ្នឹងបងស្រីម្នាក់ដែលច្រានខ្ញុំហ្នឹងណាខ្ញុំថាអត់មានលុយទេបងឯងអាចសម្រួលបានហ្នឹងថាបើអត់មានលុយមិនក៏មិនទៅពេទ្យរត់មកហ្នឹងទៅអីគាត់និយាយចឹងថាអូបងឯងនិយាយចឹងចាប់បានទេបងបើខ្ញុំគ្រោះថ្នាក់ចិត្តហ្នឹងខ្ញុំមិនមករកបងឯងដល់ពេលគាត់និយាយថាបើអត់មានលុយទេមិនទៅពេទ្យរត់ចូលពេទ្យហ្នឹងទៅអីយ៉ាងណាពាក់ព័ន្ធនឹងករណីខាងលើមហាជននិងជនរងគ្រោះបានអំពីនីវទៅកាន់ក្រសួងសុខាភិបាលចាត់វិធានការស៊ើបអង្កេតករណីនេះដើម្បីរកអង្គហេតុពិតប្រាកដនៃដើមរឿងហើយប្រសិនបើមានភាពឆក់ល្វែងឬក៏ទង្វើមិនគប្បីនៅក្នុងនាមជាគ្រូពេទ្យដែលខ្វះវិជ្ជាជីវៈត្រូវចាត់វិធានការច្បាប់ទៅលើគ្រូពេទ្យឯកជនដែលបានជឿឱកាសនិងកេងចំណេញនៅក្នុងរូបភាពជញ្ជក់ឈាមអ្នកជំងឺគាត់បោកបាយបន្ទប់ទៅដើមទូរស័ព្ទទៅដើមអីវ៉ាន់នៅក្នុងដៃខ្ញុំដែលមានទាំងប្រមាណទាំងឆ្នាំពេទ្យដែលខ្ញុំទិញអស់$70,000ជាងទាំងទូរស័ព្ទរបស់ខ្ញុំ iPhone 13ហ្នឹងហើយចង់ទាញអាថងដែលខ្ញុំដាក់ច្រកលុយហ្នឹងទៀតហើយលុយដែលខ្ញុំកាន់ដែលខ្ញុំឲ្យគាត់$20,000គាត់អត់យកខ្ញុំក៏សុំគាត់យកមកវិញគាត់ទាញអាហ្នឹងទៅទៀតតែទាញបានតែទូរស័ព្ទហើយនឹងឆ្នាំអាដែលខ្ញុំទិញហ្នឹងទេ